បានផ្ដល់ឲ្យយើងនូវអតីតកាលមួយដែលស្គាល់តែភាពរីករាយមិនចាំបាច់ខ្វល់បារម្ភរឿងអ្វីទាំងអស់ពេលវេលាចេះតែបដូរវាក៏បានបន្សល់ទុកនូវអតីតកាលមួយដែលអាចជាស្រមោលសម្រាប់បំផ្លាញបច្ចុប្បន្ននិងអនាគតពេលនេះព្យាយាមផ្លាស់ប្ដូរខ្លួនឯងអភិវឌ្ឍខ្លួនផ្ដោតលើគោលដៅពិតប្រាកដហើយធ្វើអ្វីដែលខ្លួនចង់ធ្វើហើយនេះគឺជាអ្វីដែលខ្ញុំជ្រើសរើស